ខាងក៏វិរុទ្ធទេប្រពន្ធគ្រូប្រដាល់ម្នាក់ចាក់សោបង្ខាំងកីឡាករប្រមាណ7-10នាក់មិនឲ្យទៅវាយក្រោយខឹងប្តីដើរមិនចូលផ្ទះអស់លោកអ្នកនាងនិងប្រិមិត្តជាទីមេត្រីកីឡាករប្រដាល់នៅក្លឹបមួយប្រមាណ10នាក់ត្រូវបានស្ត្រីជាភរិយារបស់គ្រូប្រដាល់ម្នាក់ចាក់សោបង្ខាំងទុកនៅក្នុងផ្ទះមិនឲ្យចាក់ចេញទៅប្រដាល់ដោយសារតែខឹងប្តីរបស់ខ្លួនមិនចូលផ្ទះបន្ទាប់ពីមានទំនាស់គ្នានៅក្នុងគ្រួសារហេតុការណ៍នេះគឺបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង 9:30 នាទីព្រឹកថ្ងៃទី7 ខែមីនាឆ្នាំ2025នេះស្ថិតនៅក្នុងភូមិឃ្លាំងសាំងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញតាមរយៈកីឡាករដែលបានចាក់សោបង្ខាំងទុកអះអាងថាខ្លួនជាកូនសិស្សរបស់លោកគ្រូឆេនឆៃទោះបីជាយ៉ាងណាគេពុំដឹងថាជាកីឡាប្រដាល់នោះនៅក្លឹបអ្វីនោះទេព្រោះទីតាំងនោះជាកន្លែងស្នាក់នៅរបស់កីឡាករចំណែកក្លឹបប្រដាល់នៅកន្លែងផ្សេងតាមប្រភពព័ត៌មានបានដឹងថានៅមុនពេលកាត់ហេតុដោយសារខឹងបរិសុទ្ធជាប្តីដែលជាគ្រូបង្ហាត់កីឡាករមិនចូលផ្ទះបន្ទាប់ពីមានទំនាស់ក្នុងគ្រួសារស្ត្រីជាប្រពន្ធដែលជាអ្នកមើលថែរក្សាក្រុមកីឡាករក៏បានចាក់សោបង្ខាំងកីឡាករទុកមិនឲ្យចាក់ចេញទៅប្រដាល់ដើម្បីឲ្យប្តីរបស់ខ្លួនដែលជាគ្រូបង្ហាត់កីឡាករចូលមកដោះស្រាយរឿងលុយដែលជំពាក់គេជាង$10,000នៅព្រឹកនោះបន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានក៏បានចុះទៅអន្តរាគមន៍និងបានសម្របសម្រួលឲ្យស្ត្រីដែលជាប្រពន្ធចាក់សោនោះបាក់វិញតាមនគរបាលមូលដ្ឋានបានឲ្យដឹងថាករណីនេះមិនមែនជាការចាក់សោបង្ខាំងទៅក្រុមកីឡាករនោះទេនេះដោយសារស្ត្រីជាប្រពន្ធបានហៅប្តីឲ្យមកផ្ទះវិញមិនមកក៏ខឹងប្តីហើយចាក់សោមិនឲ្យក្រុមកីឡាករដែលត្រូវទៅវាយនៅខេត្តបាត់ដំបងនៅថ្ងៃនេះតែម្ដងបន្ទាប់ពីមានការសម្របសម្រួលក្រុមកីឡាករមិនបានខឹងនឹងស្ត្រីដែលជាប្រពន្ធរបស់គ្រូប្រដាល់របស់ខ្លួននោះឡើយហើយក៏បាននាំគ្នាចាក់ចេញទៅបាត់អស់ទៅ